ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះបងវាយអារម្មណ៍បងមកទស្សនាជាមួយនឹងដំណើរកំសាន្តទៅលេងទៅត្រាំទឹកក្តៅនៅក្រោមតកចាចឹងអាកាសធាតុថ្ងៃនេះគឺ14អង្សាចឹងនេះគឺកន្លែងដែលយើងទៅលេងទឹកកន្លែងនេះគឺមានច្រើនមែនតើមានដូចជាហាត់ប្រាណមានដូចជាអីចឹងតែនេះមិនដំបងយើងមកចាក់សោរៀបចំឲ្យបានយើងទៅសិនចាសម្រាប់អាកាសធាតុថ្ងៃនេះគឺ14អង្សាចឹងគឺនៅខាងក្រៅគឺត្រជាក់មែនតើនិយាយរួមគឺក្រោម snow តែម្ដងតែសន្តិភាពនៅក្នុងទឹកនេះគឺ35អង្សាចឹងវាក្តៅមិនល្មមមកយើងលេងទឹកមកសប្បាយហើយបងឃើញទេនេះអាកាសធាតុនៅតំបន់នាងខ្ញុំរស់នៅហ្នឹងនៅចិត្តហ្នឹងឯងហើយងាកទៅខាងនោះគឺភ្នំតកកស្វីគឺក៏អស់ហើយយើងមើលអត់ឃើញហើយហ្នឹងគឺចង់អាប់ខ្លាំងមែនតើដោយសារអាកាសធាតុគឺត្រជាក់ប៉ុន្តែពេលយើងត្រាំទឹកទៅគឺអត់សូវត្រជាក់ឯងហើយសំណាងមួយទៀតគឺថ្ងៃហ្នឹងរៀងបើកថ្ងៃតែបើកថ្ងៃមែនណានៅខាងក្រៅគឺក៏អស់ហើយទេសភាពតាមផ្លូវគឺក៏អស់ហើយនេះបងឃើញទេហើយនៅជប៉ុនគឺគឺត្រាំតែក្តៅហ្នឹងគឺគេអត់ឲ្យនេះកៅអៅទេតែនៅអាល្លឺម៉ង់គឺខុសគ្នានៅអាល្លឺម៉ង់គឺពាក់កៅអៅបានធម្មតាទាំងអស់ហើយនៅក្នុងហ្នឹងគឺមានគេសោណាដូចជា theater មើលកុនសោណាក៏ដូចជាមាន cocktail មានរបស់ញ៉ាំអីគ្រប់មុខទាំងអស់ហើយនេះគឺ restaurant នៅខាងក្រៅកន្លែងកក់គេហ្នឹងណាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយបាយ